ចាសួស្តីថ្ងៃនេះខ្ញុំលើកមុខជារុស្ស៊ីថ្នាក់ទី12សម្រាប់ត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនៅជំពូកទី2គឺរលកឯមេរៀនទី1និយាយពីគោលការណ៍រលកតម្រួតនៃរលកនិងរលកចិញ្ច្រំអញ្ចឹងយើងមុននឹងធ្វើការដោះស្រាយលំហាត់ឬក៏សម័យការនីមួយៗយើងត្រូវមើលមេរៀនសិនណាដើម្បីឲ្យមានភាពងាយស្រួលក្នុងការដោះស្រាយលំហាត់អញ្ចឹងមុននឹងចូលដល់មេរៀនខ្ញុំធ្វើការរំលឹកមេរៀនបន្តិចចាំមើលលបឿនមុំឬក៏ pulsation អញ្ចឹងចំនួនពាក្យថាលបឿនមុំនិង pulsation គឺឈ្មោះតែមួយទេមានន័យថាលបឿនមុំក៏តាំងនិមិត្តសញ្ញារបស់វាគឺហៅថា omega កន្លែងហ្នឹងណា omega ឈ្មោះវាបានពីលបឿនមុំក៏បាន pulsation ក៏បានហើយ pulsation គឺជារង្វាស់មុំដែលចល័តគៀសបានក្នុង1វិនាទីអញ្ចឹង omega យើងគឺស្មើពី pi នៅលើ t ដែលយើងអាចនាំឲ្យ t ស្មើពី pi នៅលើ omega អញ្ចឹងបងប្អូនដឹងហើយថា omega គឺជាលបឿនមុំឬ pulsation ដែលមានຂະຫນាតរបស់វារ៉ាឌយ៉ង់ក្នុង1វិF គឺ spray កង់គឺគិតចេះ x t គឺជាខួប omega គឺស្មើទៅនឹងអី2 pi នៅលើ t យើងដឹងហើយថា t ស្មើ1លើ f ឬក៏2 pi f អញ្ចឹងបងប្អូនចាំតែក្នុងចំណោមប៉ុណ្ណេះលំហាត់ឬក៏សំណួរគេសួររោមួយណាបងប្អូនធ្វើការទាញយកមួយហ្នឹងមកកុំតន្ទិញអានេះផងអញ្ចឹងយើងដឹងតែប៉ុណ្ណេះមក omega 2 pi លើ t ស្មើ1លើ f អញ្ចឹងស្មើ2 pi f បើបំរាប់របស់យើងគេប្រាប់តែទេយើងទាញហួរតែប៉ុណ្្នឹងមកបើគេប្រាប់ f យើងយក omega ស្មើប៉ុណ្នេះមកអញ្ចឹងអាស្រ័យទៅលើហ្នឹងណាអញ្ចឹងយើងចូលទៅដល់មេរៀនមេរៀនរបស់យើងគឺចំណុចទី1និយាយពីគោលការណ៍តម្រួតរលកកើតពីរំជួយភាគល្អិតដែលមាននៅលើទឹកខ្យល់ខ្សែរស័រជាដើមអញ្ចឹងមានន័យថារលកត្រូវការមជ្ឈដ្ឋានដើម្បីដានរលកមិនបានដឹកនាំអង្គធាតុឬភាគល្អិតនោះទេតែវាបានដឹកនាំថាមពលពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតដូចជារលកសំឡេងនេះដូចជាដំណក់ទឹកអញ្ចឹងយើងមើលដំណក់ទឹកពេលដំណក់ទឹកបន្តនេះវាបង្កើតបានជាពីចំណុច1មកចំណុច1ហ្នឹងវាបង្កើតបានជាចំណុចនេះពីចំណុច1មកចំណុច1នេះគឺគេហៅថាជាចំនួនរលកដូចជាកន្លែងនេះយើងមើលរូបខាងស្នាមនេះដូចជាការឧទាហរណ៍នេះម្នាក់កាន់ចុងខ្សែម្នាក់ទៀតកាន់ចុងខ្សែ B អញ្ចឹងពេលដែលយើងកន្លោះទៅម្នាក់ទៀតកន្លោះមកគឺវាបង្កើតបានជារលកណាមួយរលកទៅមួយទៀតរលកមកវិញនេះគ្រាន់ថាជានិមិត្តសញ្ញាដើម្បីឲ្យយើងដឹងថារៀងរលកហ្នឹងយ៉ាងម៉េចណាគោលការណ៍តម្រួតឬរលក linear ជារលក2ឬច្រើនដើរឆ្លងកាត់មជ្ឈដ្ឋានតែមួយបំលាស់ទីសរុបរាល់ចំណុចណាក៏ដោយនៃរលកស្មើនឹងផលបូក vector របស់បណ្ដាចំណុចបំលាស់ទីរលកទល់ទាំងនោះអញ្ចឹងកន្លែងនេះបើគេឲ្យយើងពោលគោលការណ៍រលកតម្រួតឬក៏ពោលគោលការណ៍រលក linear គឺយើងយករលកទាំងអស់នេះមកឆ្លើយណានឹងជាសំណួរអញ្ចឹងយើងចូលមក 1.1 ដែលយើងនិយាយពីលក្ខខណ្ឌដែននៃមជ្ឈដ្ឋានរលកដាល់គោលការណ៍រលកតម្រួតចែងថាបើចំណុចមួយទទួលចលនារលកក្នុងពេលតែមួយគ្នានោះចំណុចនេះនឹងមានបំលាស់ទីតូចមានចឹងយើងមើលនៅត្រង់សមីការរលកស៊ីនុយស៊ីអ៊ីតដែលមានសមីការរាង y ស្មើអាស៊ីនអូមេហ្គា t បូក phi ចឹងយើងមើលសមីការហ្នឹងណាចឹង y គេតាំងដោយ elongation y កន្លែងហ្នឹងគេអាចតាំងបានពី y ក៏បានឬក៏ x ចឹងកន្លែងនេះ y ជា elongation ដែលមានខនាតគិតជាសង់ទីម៉ែត្រ a គឺជា amplitude ចឹងកន្លែងនេះ y ដល់ពេល a គឺជា amplitude តបមកផាសនេះណា pulsation omega ក្នុងករណី a ជាមួយនឹង y m គេអាចហៅថាជាបំលាស់ទីអតិបរមាភាគល្អិតតាមទិសឈរនៃរលកដែលមានតម្លៃថេរអញ្ចឹង a ក៏ស្មើ y អតិពេល amplitude អតិបរមាមកការឧទាហរណ៍លំហាត់យើងមកឧទាហរណ៍លំហាត់អញ្ចឹងគេឲ្យគេថាគេមានសមីការរលក y 4 sin pi t បូក pi លើ2សង់ទីម៉ែត្រចូលទាញរក amplitude pulsation ផាសដើមនិងគណនា elongation រលកនៅខណៈ t ស្មើ 0.5 វិអញ្ចឹងដើម្បីដោះស្រាយសមីការនេះបានទី1យើងត្រូវចាំថាតើ y របស់យើងនេះមានរាងអីគេ y ស្មើ a sin ជាប់ t គឺ omega t អញ្ចឹងយើងត្រូវចាំសមីការរបស់វាបូក pi លើ2នេះគេហៅអី phi ណា phi អញ្ចឹងយើងអាចទាញបានណាតើ amplitude ស្មើនឹងប្រមាណ omega ស្មើប្រមាណអានេះដើរតួរបស់ផាសមកប្រមាណយើងទាញមកតាមហ្នឹងអញ្ចឹងយើងអាចរកឃើញឃើញទេ pulsation គឺ omega នេះគឺផាសដើមគណនា elongation នៃរលកអញ្ចឹងដើម្បីគណនា elongation បាននៃរលកគឺយើងយក t ស្មើ 0.5 នេះមកជួសនៅត្រង់ចំណុចនេះឃើញទេ t ស្មើ 0.5 អញ្ចឹងយើងធ្វើការជួសមកតោះអញ្ចឹងទី1យើងទាញមក a ស្មើ4សង់ទីម៉ែត្រ
តមកអូមេហ្គាគឺស្មើផាយរ៉ាត់យ៉ងក្នុង1វិផា2គឺស្មើទៅនឹងផាយលើ2រ៉ាត់យ៉ងតមកទៀតគេឲ្យយើងគណនា elongation នៃរលកនៅខណៈទេស្មើ 0.5 ចឹងយើងធ្វើការជួសជុលចឹងអារបស់យើង4ផាយឡើយនេះយើងជួសដល់ 0.5 យើងធ្វើការគុណមកនេះឃើញទេបូកផាយលើ2 0.5 គឺ1លើ2ចឹងស្មើផាយលើ2ផាយលើ2បូកផាយលើ2 2ផាយលើ2ដល់ណា2ផាយលើ2 2សម្រួលអស់នៅសល់ផាយចឹងស៊ីនផាយគឺស្មើ0 0គុណមួយចំនួនគឺ0ចឹងអារបស់យើងគឺ4សង់ទីម៉ែត្រអូមហ្គាមកផាយរ៉ាត់យ៉ងក្នុង1វិផាសផាយលើ2 y 0សង់ទីម៉ែត្រនៅខណៈទេស្មើ 0.5 ចាចឹងនៅមេរៀនភាគ1នេះគឺបានបញ្ចប់ត្រឹមនេះហើយកុំភ្លេចជួយ Subscribe like share ម្នាក់មួយផងដើម្បីទទួលបានវីដេអូមេរៀនបន្តទៀតហើយយើងនឹងចាប់ផ្ដើមធ្វើការអនុវត្តលំហាត់ទាំងអស់គ្នាកន្លែងណាមិនយល់មិនច្បាស់អាច